បងប្អូនអរគ្នាដោយថៃបានក្រុងទុកកាលពីប្រហែលថ្ងៃមុនថាថៃនឹងបើកការវាយប្រហារមកលើកម្ពុជាយើងនៅក្នុងថ្ងៃទី18នៅក្នុងថ្ងៃនេះតើបងបាទប៉ុន្តែមកដល់ថ្ងៃនេះដូចជាសភាពការណ៍ដូចជាមិនដូចជាការក្រុងទុករបស់ខាងថៃសោះអញ្ចឹងបងប្អូនថាខ្ញុំបាននិយាយថាថៃវាបាននិយាយហើយក៏វាដូចថាជាយុទ្ធសាស្ត្រមួយដែលវាធ្វើឲ្យកម្ពុជាយើងផិតភ័យអញ្ចឹងណាបងប្អូនបាទធ្វើឲ្យប្រជាជនឬមួយក៏ពលរដ្ឋនៅតំបន់នោះគាត់ផិតភ័យអញ្ចឹងទៅប៉ុន្តែមកដល់ថ្ងៃជាក់ស្ដែងនេះដូចជាអត់មានរឿងអីដែលគួរឲ្យកត់សម្គាល់ទេបាទនៅតាមបណ្ដោយព្រំដែននៅថ្មដាឬមួយក៏នៅអូភ្លុកដំរីនេះអញ្ចឹងនៅក្នុងថ្ងៃនេះដែរគឺជាថ្ងៃដែលថៃវាក្រុងថានឹងបើកការវាយប្រហារមកនៅតំបន់ថ្មដានិងតំបន់អូភ្លុកដំរីនេះតែខេត្តពោធិ៍សាត់នេះបងប្អូនបាទប៉ុន្តែមកដល់ថ្ងៃនេះហើយដូចជាសភាពការស្ថានភាពដូចអត់មានអីប្រែប្រួលទេបាទដោយដែលខ្ញុំបាននិយាយកាលពីវីដេអូម្សិលមិញអញ្ចឹងបងប្អូនបាទប៉ុន្តែមកដល់ថ្ងៃនេះជាក់ស្ដែងគឺវាអត់មានហេតុការណ៍អីហើយមានសភាពការណ៍អីដែលគួរឲ្យកត់សម្គាល់ទេហើយម្សិលមិញដែរបងប្អូនបាទអ្នកកាសែតដ៏ល្បីមួយក្នុងប្រទេសថៃគេបាននិយាយថាបើសិនជាអាមេរិកមិនព្រមឲ្យថៃប្រើប្រាស់ S16 របស់ថៃដែលទិញពីសហរដ្ឋអាមេរិកមកហ្នឹងបងប្អូនបាទហាមឃាត់មិនឲ្យថៃយកអាវុធដែលទិញពីសហរដ្ឋអាមេរិកយកមកប្រើទេហើយអ្នកកាសែតអឺរូបនោះគេបាននិយាយថាបើសិនជាសហរដ្ឋអាមេរិកមិនឲ្យថៃប្រើ S16 មកឈ្លានពានមកលើខ្មែរគឺគេនឹងប្រើ Grand Pen របស់Suez ហ្នឹងហើយរបស់ Suez គេទើបនឹងទិញមកបងប្អូនថ្មីហ្នឹងក្តៅហ្នឹងគេថានឹងប្រើរបស់Grand Pen វិញបងប្អូនបាទដែលទើបចំណោះចម្បាំងទើបទិញពី Suez មកបងប្អូនបាទគេបាននិយាយចឹងអ្នកកាសែតដល់ល្បីមួយរូបនៅក្នុងប្រទេសថៃគេបាននិយាយការពីម្សិលមិញបងប្អូនបាទហើយយើងនឹងស្រាប់ថាលោកអនុទានក៏បានដាក់សម្ពាធទៅខាងសហរដ្ឋអាមេរិកដែរដែលលោកអនុទានខឹងសហរដ្ឋអាមេរិកបានដាក់សម្ពាធមកលើខ្លួនក្នុងការមិនចរចាពន្ធគយដោយសារថៃអត់គោរពកិច្ចព្រមព្រៀងរវាងកម្ពុជាថៃបាទថ្ងៃទី26កន្លងទៅនេះនៅក្នុងប្រទេសម៉ាឡេស៊ីអញ្ចឹងហើយលោកដូណាល់ត្រាំខឹងថៃអត់គោរពកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃហើយថែមទាំងឌឺដងទៅសហរដ្ឋអាមេរិកទៀតថាទោះជាថៃមានបញ្ហាអ្វីក៏ដោយក៏ថៃមិនរាយការណ៍ទៅប្រាប់នាយករដ្ឋមន្ត្រីនៅប្រទេសផ្សេងៗដែរព្រោះគេគិតថាប្រទេសគេជាប្រទេសមួយដែលមហាអំណាចធំដែរអញ្ចឹងណាបងប្អូនបាទបន្ទាប់ពីចិនអញ្ចឹងណាគេថាប្រទេសគេមហាអំណាចគិតខ្លួនគេអញ្ចឹងបងប្អូនបាទហើយគេថាបានបញ្ជាឈប់ទិញអាវុធពីអាមេរិកហ្នឹងហើយជប់បញ្ជាទិញអាវុធពីអាមេរិកហើយដូចខ្ញុំបាននិយាយវីដេអូកាលពីផ្សាយមិញអញ្ចឹងគេថាបើមិនទិញអាវុធពីអាមេរិកអញ្ចឹងមានតែថៃនឹងទៅទិញរបស់រុស្ស៊ីឬមួយក៏របស់ចិនអញ្ចឹងទៅហើយប្រហែលថ្ងៃមុននេះយើងស្រាប់ថាស្ដេចនៅប្រទេសថៃហ្នឹងក៏បានយាងទៅប្រទេសចិនទៅជួបប្រធានាធិបតីស៊ូជីនពីននៅក្នុងប្រទេសចិនបាទបងប្អូនបាទហើយយើងមិនដឹងថាទៅគោលបំណងអ្វីឲ្យចិនជួយយ៉ាងណាទេព្រោះថាឥឡូវនេះក្នុងប្រទេសថៃបងប្អូនបាទយើងមើលវីដេអូដែលខ្ញុំដាក់ឲ្យបងប្អូនមើលទៅគឺទំនប់របស់ប្រទេសថៃហ្នឹងគឺកំពុងតែរងការវាយប្រហារទឹកជំនន់ដល់ខ្លាំងដល់ពេលអញ្ចឹងទឹកនៅក្នុងទំនប់នេះវាអាចនឹងបាក់ទំនប់មកនៅក្នុងប្រទេសថៃហើយទំនប់នេះគេថាទំនប់នេះអាចទប់ទឹកបានច្រើនបាទបងប្អូនបាទហើយធំទំនប់ទឹកនេះធំជាងគេនៅក្នុងប្រទេសថៃបាទវាអាចនឹងហានិភ័យទៅដល់ប្រទេសថៃដែលបាក់ទំនប់នេះអាចធ្វើឲ្យប្រទេសថៃលិចបងប្អូនបាទមិនធម្មតាទេបងប្អូនបាទហើយទឹកកំពុងតែឡើងខ្លាំងនៅក្នុងប្រទេសថៃធ្វើឲ្យប្រមាណខេត្តមួយចំនួននៅក្នុងប្រទេសថៃបានលិចខេត្តខ្លះលិចដល់ទៅប្រទេសក្នុងបងប្អូនបាទមិនធម្មតាទេនៅក្នុងប្រទេសថៃឥឡូវនេះហើយដូចដែលយើងបានដឹងថាថៃវាតែងតែគិតតែពីឈ្លានពានមកខាងកម្ពុជាយើងហើយខ្ញុំវាឆ្ងល់ដែរបងប្អូនថាហេតុអ្វីបានជាថៃមិនយកអាពេលវេលាហ្នឹងទៅជួយប្រជាជនខ្លួនឯងកំពុងតែជួបគ្រោះទឹកជំនន់នេះបាទហេតុអ្វីបានជាថៃវានៅតែគិតតែចង់បានមកឈ្លានពានចង់ធ្វើសង្គ្រាមជាមួយនឹងកម្ពុជាអាប្រទេសវាកំពុងតែលិចលង់ទឹកអីអស់ហើយបងប្អូនអត់មានទៅនាំគ្នារកវិធីណាទៅជួយប្រជាជនខ្លួនឯងកុំឲ្យជួបគ្រោះថ្នាក់ធម្មជាតិនេះទេបងប្អូនបាទហើយខ្ញុំវាឆ្ងល់ថាហេតុអ្វីបានជាថ្នាក់ដឹកនាំរបស់ប្រទេសថៃនឹងមិនគិតគូរពីប្រជាជននៅក្នុងខេត្តមួយចំនួនដែលកំពុងតែជួបគ្រោះទឹកជំនន់នេះព្រោះឃើញវីដេអូខ្លះហើយតិចបងប្អូនច្រឡំថា AI បងប្អូនបាទគឺជាវីដេអូពិតបងប្អូនបាទដែលប្រជាជនថៃគេថតបានគេថតចឹងបងប្អូនបាទគេថតចង់បង្ហាញពីពិភពលោកថាប្រទេសគេឥឡូវសម្បូរសបាយដោយសារមានទឹកលិចលង់អីចឹងទៅសម្បូរសបាយមានទឹកចំនួនលិចអីចឹងបងប្អូនបាទគេសប្បាយគេហើយ
អ្នកនៅជាប់ព្រំដែនជាមួយយើងនេះតាហ៊ាននេះវាគិតពីរកពិធីណាវាយខ្មែរយើងដល់ពេលប្រជាជនវានៅក្នុងនោះនៅខេត្តបែកខាងផ្សេងនោះកំពុងតែជួបគ្រោះលិចទឹកលិចអីលិចអស់លិចឯងអត់មាននាំគ្នាទៅជួយទេវាគិតតែពីនាំគ្នាមកគិតធ្វើមិនរកវិធីណាវាយកម្ពុជាវាគិតអញ្ចឹងគិតទៅអាជនជាតិមួយនេះយ៉ាប់មែនតើនៅបងប្អូនទាំងគ្នាអញ្ចឹងវីដេអូនេះសរុបសេចក្តីមកថាកាលពីប្រហែលថ្ងៃមុននេះថៃបានក្រុងទុកនឹងវាប្រហារមកលើកម្ពុជាយើងនៅក្នុងតំបន់ថ្មដានិងអូភ្លុកដំរីបងប្អូនបាទនៅក្នុងខេត្តពោធិ៍សាត់ប៉ុន្តែដល់ថ្ងៃនេះចាក់ស្ដែងគឺសភាពការធម្មតាបងប្អូនបាទអត់មានអ្វីដែលគួរឲ្យកត់សម្គាល់ទេនៅក្នុងតំបន់នេះអញ្ចឹងយើងដឹងថាថៃវាតែងតែប្រើយុទ្ធសាស្ត្រដើម្បីបំផិតបំភ័យប្រជាពលរដ្ឋខ្មែរយើងនៅតំបន់នោះបាទទាំងប្រជាជនខ្មែរទាំងអស់ឲ្យភ័យអញ្ចឹងណាបងប្អូនបាទប៉ុន្តែជាក់ស្ដែងគឺនេះគឺជាយុទ្ធសាស្ត្ររបស់វាទេបងប្អូនបាទបងប្អូនទាំងគ្នាអញ្ចឹងវីដេអូនេះគឺយើងមានតែប៉ុណ្្នេះបងប្អូនអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំហើយកុំភ្លេចជួយចុច share វីដេអូរបស់ខ្ញុំម្នាក់មួយផងហើយកុំភ្លេចចុច subscribe YouTube របស់ខ្ញុំម្នាក់មួយផងបងប្អូនបាទអរគុណច្រើន